មតាតែដាច់ភ្លើងញឹកពេកមិនថាគេមិនថាយើងទេតែតែមានការខឹងសម្បាជាពិសេសបំផុតគឺដាច់ចរន្តអគ្គិសនីនៅពេលយប់ធម្មតារដូវភ្លៀងវាតែមានបញ្ហាកករន្ទះអញ្ចឹងមេឈើវាប៉ះមួយខ្សែបណ្ដាញយើងអីវាធ្វើឲ្យដាច់ភ្លើងមួយផ្លែអញ្ចឹងក្រុមការងារគាត់ទៅចេញទាំងភ្លៀងដើម្បីទៅស្វែងរកបញ្ហាកំហុសយើងអត់ចង់ឲ្យការផ្គត់ផ្គង់ចរន្តអគ្គិសនីរបស់យើងនឹងមានការរអាក់រអួលឲ្យបន្តិចសោះតទៅពីតឡាងឧបករណ៍ DLC 010នៅលើខ្សែបណ្ដាញរបស់ខ្ញុំហើយដោះស្រាយបញ្ហានឹងបានភ្លាមពីមុនជាការស្រមៃប៉ុន្តែឥឡូវបាច់សម័យទេខ្ញុំទៅណាក៏ដោយទោះបីខ្ញុំនៅឆ្ងាយក៏ខ្ញុំអាចជាភ្ជាប់ភ្លើងបានដែរ1នាទីភ្ជាប់ភ្លើងបាន1នាទីបិទភ្លើងបានកាលពីមុនតកតងជាមួយនឹងការគ្រប់គ្រងប្រព័ន្ធអគ្គិសនីរបស់ខ្ញុំគឺខ្ញុំជួបប្រទះបញ្ហាច្រើនខ្សែបណ្ដាញរបស់ខ្ញុំវាផ្ដល់ផលលំបាកពេលក្នុងករណីវាមានបញ្ហាកំហូចពេលឧទាហរណ៍នៅតំបន់ណាមួយវាមានបញ្ហាមានកំហូចយើងត្រូវការចំណាយបុគ្គលិកក្រុមការងារជិះស្វែងរកបញ្ហាកំហុសទាំងការពិតវាជាកត្តាដែលកើតឡើងពីការឆក់សត្វឬក៏មានមេឈើប៉ះបន្តិចបន្តួចវាធ្វើឲ្យមានការដាច់ចរន្តអគ្គិសនីអញ្ចឹងធ្វើឲ្យយើងខាត់បងពេលវេលាចំណាយពេលនៃការរកបញ្ហានឹងដើម្បីយកមកដោះស្រាយហើយជាពិសេសនៅក្នុងរដូវភ្លៀងអីចឹងធម្មតារដូវភ្លៀងវាតែមានបញ្ហាកករន្ទះឬក៏មានខ្យល់កន្ត្រាក់អីចឹងមេឈើវាប៉ះជាមួយនឹងវត្តមួយផ្លែតអញ្ចឹងទៅវាប៉ះមួយខ្សែបណ្ដាញយើងអីចឹងវាធ្វើឲ្យដាច់ភ្លើងមួយផ្លែតអញ្ចឹងក្រុមការងារគាត់ទៅចេញទាំងភ្លៀងដើម្បីទៅស្វែងរកបញ្ហាកំហុសនេះគាត់និយាយចំណាយពេលនៃការស្វែងរកវាចំណាយពេល1ម៉ោងចុះឧទាហរណ៍បើសិនជាបញ្ហាហ្នឹងវាតូចយើងចំណាយនៃការជួសជុលហ្នឹងវាត្រឹមតែ45នាទីទៅ1ម៉ោងអីហ្នឹងវា2ម៉ោងបាត់ហើយតែបើសិនជាការជួសជុលហ្នឹងវាចំណាយពេលវាជាទំហំធំចំណាយពេលនៃការជួសជុល2ម៉ោង3ម៉ោងរយៈពេលនៃដាច់4ម៉ោងបាត់ហើយជាងតកតងជាមួយនឹងការផ្គត់ផ្គង់ភ្លើងរបស់យើងបាក់ការផ្គត់ផ្គង់ចរន្តរបស់យើងដាច់ចរន្តហ្នឹងវា4ម៉ោងបាត់យើងខាតបងបាត់ទៅតងឡើងចិត្តហើយតកតងជាមួយនឹងការស្វែងរកបញ្ហានៅពេលយប់វាអត់ងាយស្រួលណាវាអត់ដូចពេលថ្ងៃទេពេលថ្ងៃវាមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ជាងអាចឆ្លងភ្លាមបានថាអូចំណុចបញ្ហាកំហុសនឹងនៅចំណុចណាអីចំណុចណាបានប៉ុន្តែបើពេលយប់គឺប្រហែលហ្មងគាត់ត្រូវការប្រចាំងពិលមើលខ្សែបណ្ដាញរបស់យើងទាំងអស់ផងមានទាំងការក្រុមជិះឡានក៏មានទាំងក្រុមជិះម៉ូតូក៏មានយើងបែងចែកគ្នាដើម្បីរកបញ្ហាហ្នឹងងំតែយើងរកឃើញអត់ស្ងាយស្រួលទេបញ្ហានៅពេលយប់ឲ្យតែកើតឡើងមានម្ដងគឺពិបាកហ្មងទូរស័ព្ទ hotline គឺរកសឹងតាទទួលអត់តាន់ពេលខ្លះទៅគាត់ធម្មតាតែដាច់ភ្លើងញឹកពេកមិនថាគេមិនថាយើងទេតែតែមានការខឹងសម្បាជាពិសេសបំផុតគឺដាច់ចរន្តអគ្គិសនីនៅពេលយប់ធ្វើមិនភ្លើងគាត់24ម៉ោងលើ24ម៉ោងហើយយើងព្យាយាមដោះស្រាយព្យាយាមជួសជុលប៉ុន្តែធម្មតាការដោះស្រាយការជួសជុលវាមិនអាច1នាទីយើងដោះស្រាយបានទេវាទៅចំណាយពេលវេលាដែរធម្មតាក្នុងនាមយើងជាអ្នកផ្គត់ផ្គង់យើងអត់ចង់ឲ្យការផ្គត់ផ្គង់ចរន្តអគ្គិសនីរបស់យើងនឹងមានការរអាក់រអួលឲ្យបន្តិចសោះសឹងតែដាច់1វិនាទីយើងក៏អត់ចង់ដែរបន្តពីតឡាងឧបករណ៍ DLC 010នៅលើខ្សែបណ្ដាញរបស់ខ្ញុំហើយវានឹងផ្ដល់ព័ត៌មានមកខ្ញុំវានឹងប្រាប់ថានៅខ្សែបណ្ដាញ phone នេះវាមានបញ្ហានៅចំណុចនេះ fan នេះអញ្ចឹងខ្ញុំផ្ដល់ព័ត៌មានទៅក្រុមការខ្ញុំថាឥឡូវនេះឧបករណ៍ DLC 010ផ្ដល់ព័ត៌មានខ្ញុំហើយខ្ញុំ screenshot តែព័ត៌មាននឹងឲ្យគាត់មើលថាវាកាត់ឡើងនៅចន្លោះពីបកគោនេះដល់បកគោនេះហើយនៅចំណុច fan មួយនេះអញ្ចឹងក្រុមការងារខ្ញុំដល់ចំណុចហ្នឹងគាត់មើលទៅទីតាំងហ្នឹងអ្វីដែលកើតឡើងដូចអ្វីដែលខ្ញុំផ្ដល់ព័ត៌មានឲ្យគាត់អញ្ចឹងគាត់អាចដោះស្រាយបញ្ហាហ្នឹងបានព្រាមហ្មងពីមុនជាការស្រមៃបើសិនជាមានបញ្ហាយើងសម័យនៅទីតាំងចំណុចនេះប៉ុន្តែឥឡូវបាច់សម័យទេវាបង្ហាញហ្មងនៅចំណុចហ្នឹងបញ្ហាកើតឡើងនៅពណ៌មួយណាឃើញតង់ភ្នែកចាតើតើជាមួយនឹងឧបករណ៍ DLC 01គឺយើងបំពាក់ទៅលើ Auto Recloser របស់យើងក្នុងករណីយើងត្រូវការជួសជុលបណ្ដាញរបស់យើងអីចឹងយើងអាចបញ្ជាធ្វើការបិទបើកនៅលើឧបករណ៍ DLC 01ហ្នឹងបានយើងមិនចាំបាច់ទៅដល់ទីតាំងផ្ទាល់យើងគ្រាន់តែបញ្ជាតាមរយៈ smartphone ហ្នឹងយើងអាចធ្វើការបញ្ជាបិទបានយើងចង់ភ្ជាប់វិញបន្ទាប់ពីខាងក្រុមការងារខ្ញុំដោះស្រាយបញ្ហាជួសជុលបណ្ដាញឲ្យអស់ហើយខ្ញុំអាចបញ្ជាទៅលើឧបករណ៍ DLC 01ហ្នឹងតាមរយៈទូរស័ព្ទដៃហ្នឹងបានដូចគ្នាដែរយើងមិនចាំបាច់ចំណាយពេលឲ្យក្រុមការងារជិះទៅជិះមកតាក់ទងជាមួយនឹងទៅដល់ទីតាំងហ្នឹងចាហើយតាក់ទងជាមួយនឹង DLC 01បច្ចុប្បន្ននេះដែលខ្ញុំប្រើប្រាស់ហ្នឹងគឺតាមដានទៅលើតាក់ទងជាមួយនឹងចរន្តមកពីប្រភពយើងតាមដានវាជីវចាំតើតាក់ទងជាមួយនឹងតង់ខ្យងដែលចេញមកពីប្រភពហ្នឹងវាមានការប្រែប្រួលបែបមិនខ្លះ
យើងតាមដានវាជារៀងរាល់ពេលដើម្បីយើងមើលបំរែបំរួលការប្រព្រឹត្តបរតិជនយើងដូចគ្នាដែរតាក់ទងជាមួយនឹង DRC 02គឺយើងបំពាក់ទៅលើឧបករណ៍ LBS យើងបំពាក់នៅលើវាគឺតាក់ទងជាមួយនឹង LBS យើងដឹងស្រាប់ហើយឧបករណ៍ហ្នឹងគឺដើម្បីយើងកាត់ផ្ដាច់ក្នុងករណីដែលថាទីតាំងវាមានកំហុសខាងក្រុមការងារខ្ញុំក៏ផ្ដល់ព័ត៌មានមកខ្ញុំធ្វើការបញ្ជាបិទ LBS នៅទីតាំងឡៃហ្នឹងតាមរយៈ smartphone បានតាន់ពេលវេលាលឿនហើយបន្ទាប់ពីគាត់ជួសជុលហើយគាត់ក៏ផ្ដល់ព័ត៌មានមកខ្ញុំអាចធ្វើការបញ្ជាភ្ជាប់ LBS ហ្នឹងបានតាន់ពេលវេលាដូចគ្នាដែរពីរួមខ្ញុំទៅណាក៏ដោយគឺខ្ញុំអាចធ្វើការបញ្ជាភ្ជាប់បញ្ជាប័ណ្ណភ្លើងរបស់ខ្ញុំបានដោយធូរចិត្តទៅបីខ្ញុំនៅឆ្ងាយក៏ខ្ញុំអាចបញ្ជាភ្ជាប់ភ្លើងបានដែរឆ្លងខេត្តក៏ដោយក៏ខ្ញុំអាចបានដូចគ្នាដែរមិនចាំបាច់ថាតម្លៃឧបករណ៍ហ្នឹងដាច់ខាតតខ្ញុំនៅស្កាយាឡៃឬក៏នៅផ្ទះខ្ញុំអីចឹងខ្ញុំអាចធ្វើការបញ្ជាភ្ជាប់ភ្លើងអីបានអត់ទេខ្ញុំឆ្លងខេត្តខ្ញុំចង់ទៅលេងដល់ស៊ីមៀកំពង់សោមអីក៏ខ្ញុំអាចធ្វើការបញ្ជាភ្ជាប់ភ្លើងខ្ញុំបានដែរបើថាយើងចូលតាមអ៊ីនធឺណិតអត់បានខលបញ្ជាបានទៀតផ្ដល់តែព័ត៌មានមក1នាទីភ្ជាប់ភ្លើងបាន1នាទីបិទភ្លើងបានអត់ថាប្រយោជន៍ហ្នឹងចាគ្រប់ពេលវេលាគ្រប់ទីកន្លែងហ្មងពួកបណ្ដាញយើងនៅក្នុងដៃរបស់យើងហើយចាពីរួមតាក់ទងជាមួយនឹងឧបករណ៍ទាំងអស់ហ្នឹងវាជាចំណែកមួយដែលជួយចូលរួមកាត់បន្ថយការខាតបង់ថវិការបស់ខាងក្រុមហ៊ុនយើងដែរធម្មតាការបាត់បង់តិចចឹងចំណូលចូលក្រុមហ៊ុនយើងក៏ច្រើនដែរវាជាអត្ថប្រយោជន៍ដែលខ្ញុំឃើញផ្ទាល់ខ្ញុំប្រើប្រាស់ផ្ទាល់ទៅលើឧបករណ៍ទាំងអស់ហ្នឹងវាផ្ដល់អត្ថប្រយោជន៍ដល់យើងច្រើនធ្វើម៉េចរក្សាស្ថិរភាពការកំពុងភ្លើងជូនអតិថិជនយើងហ្នឹងបាន24ម៉ោងលើ24ម៉ោងទោះបីពេលខ្លះវាមានភាពរអាក់រអួលបន្តិចបន្តួចក៏ដោយតែគាត់ថាបើប្រៀបធៀបពីឥឡូវទៅពីមុនវាខុសគ្នាឆ្ងាយVP Start, innovation through technology.